ងគ្រាដែលកន្លងអូននឹងបងបានរួមសេចក្តីជុំគ្នាពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់សកម្មភាពវគ្គបន្តនេះយើងឃើញហើយសូមជំរាបសួរសុខសប្បាយទេបាទបងជំរាបសួរសុខសប្បាយបាទហើយសូមឈ្មោះស្គាល់ឈ្មោះផងហេងសុវណ្ណរីហេងសុវណ្ណរីបាទឃើញហើយបាទពុកម៉ែបងប្អូនជួយ like ជួយ share បងស្រីផងហើយខាងនេះបងអូនស្រីប្រាថ្នាហើយអ្នកមីងខាតែខ្ញុំហៅគាត់ហៅតាម៉ាក់ខាដោយសារជាប់មាត់ជាមួយនឹងបងអូនបងកោហៅគាត់ម៉ាក់ខាហើយម៉ាក់ហ្នឹងគាត់ចុចទូរស័ព្ទហៅ pass up ទៅវិញបាត់ហើយអូចឹងអត់ចឹងហៅអ្នកម្ដាយអូអូនខាអត់សំភ័យតោមើលមុខមើលទឹកមុខលេងមុខតោងកមើលលេងមុខទឹកមុខអូយស្រស់ណាស់អ្នកម្ដាយហើយបិទសិនចាខ្ញុំនិយាយសកម្មភាពទី2ពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់នេះកំពុងថតអនុស្សាវរីយ៍តិចទៀតនឹងបានលឺសំឡេងជ្រៀងហើយតិចទៀតនឹងបង្ហើសំនៀងម្នាក់ម្ដងបាទបងរិស័យក៏ម្ដងប្រាថ្នាក៏ម្ដងពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ឥឡូវនេះសកម្មភាពថតអនុស្សាវរីយ៍ជាមួយលោកគ្រូជាមួយនឹងឧត្តមភរិយារបស់លោកគ្រូជាមួយបងបានរីជាមួយបងរិស័យបាទដងតារារិស័យហើយនោះអ្នកមីងខាទាំងពីរខា1ខា2មិននេះទេមិនខាធម្មតាទេគឺខា1ហើយខា2បាទមិនធម្មតាទេគឺថាថ្ងៃនេះសប្បាយរីករាយជាទីបំផុតបាទអនុស្សាវរីយ៍40ឆ្នាំបានជួបគ្នាបាទ40ឆ្នាំកន្លងទៅហើយតាំងពីជំនាន់ទសវត្សតារាទសវត្ស80នោះកកាយទៅណាបាទកាយវិការ1 2 3 1 2 3លេង freestyle អូស្អាតណាស់ខ្ញុំសុំ selfie មួយដែរណាបាទពុកម៉ែបងប្អូនឃើញជុំគ្នាខ្ញុំបាទក៏ជាប់ដែរបាទ1 2 3 1 2 3ស្អាតណាស់ស្អាតអូសប្បាយពុកម៉ែបងប្អូននេះឆាហើយហមឆាអូថ្ងៃនេះសប្បាយមែនតើពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ហើយខ្ញុំឃើញបងរិស័យថ្ងៃនេះលេងខ្លួនខ្លាំងដែរបាទគាត់ដែលថាគាត់ធ្លាប់សម្ដែងនៅក្នុងខ្សែភាពយន្តរបស់ខ្មែរយើងទសវត្ស80គឺថាល្បីល្បាញខ្លាំង90សូម20ទោសបាទសូម20ទោសបាទ90គឺថាល្បីល្បាញខ្លាំងណាស់ហើយមហាជនគាំទ្រខ្លាំងមែនសម័យនោះគឺថាសិល្បករខ្មែរយើងគឺសប្បាយមែនតើបាទរីករាយមែនតើបាទហើយពេលនេះសប្បាយចិត្តណា40ឆ្នាំបានជួបគ្នាម្ដងមែនទេលោកគ្រូ40ឆ្នាំ43ឆ្នាំអីទេបាទបានឆ្នាំមកមកមិនដល់40ឆ្នាំទេបី30ឆ្នាំជាងទេអត់ទេបានជួបដល់មុនម្ដងជើង19ជួបមួយជើងហើយណាអូហើយជួបតែ2ជើងដល់ស្លាប់អូជួប2ជើងស្លាប់បាន40ឆ្នាំបាទអូម៉ែខាបាន40ឆ្នាំហើយបាទអូ10ឆ្នាំជាងបាទ10ឆ្នាំជាង6 10ឆ្នាំហើយបាទយើងច្រឡំហើយច្រឡំបាទអត់ទេថ្ងៃនេះសប្បាយរីករាយមែនតើនេះបងស្រីខាងនេះបងស្រីខាហើយខាងនេះដំភរិយារបស់លោកគ្រូបរិយលោកប្រាប់ផងលោកគ្រូចាស់សិទ្ធិយល់លោកគ្រូបរិយបាទហើយប្រាថ្នាបងស្រីប្រាថ្នាហើយបងតារារិស័យហើយនឹងបងសវណ្ណរីបាទហ្នឹងខ្ញុំប្រាប់ឈ្មោះឲ្យហើយគាត់ចំណាំទុកថ្ងៃក្រោយចង់ហៅថតហៅអីគឺថាបំរើទស្សនិកជនតាមរយៈការសម្ដែងរឿងតាមរយៈការថត sport ថត promote ថតអីហ្នឹងគឺថាបានហើយបើបងស្រីដងតារារិស័យគាត់ថាបើសិនជាហៅថតមកតាំងពីបារាំងវិញមកជិះយន្តហោះមកជិះយន្តហោះទៅមកអស់ជាង1000ថតបាន200មួយថ្ងៃ200មួយខែយ៉ាស្មាតូបាទមួយខែបានអេមួយថ្ងៃ200ព្រមអត់តួតារាទឹកភ្នែកមួយថ្ងៃ200ព្រមណ៎ឃើញទេអញ្ចឹងខ្ញុំជួយប្រម៉ូទឲ្យថាបងតារារិស័យគាត់ព្រមមិន200រៀលទេ200ដុល្លារអូបាទអរគុណលោកគ្រូខាងនេះដែរខំបំចិត្តចង់ដែរបាទចិត្តចង់ខ្លាំងមែនតើអតីតតារាជិតចាស់បាទជាមួយលោកនេះជាកាមេរ៉ាបាទខ្ញុំបាទកាមេរ៉ាសូមជម្រាបសួរកាមេរ៉ាមែនគាត់មកពីគាត់ជើញមកពីបារាំងមិនពីរាំងណាលោកគ្រូមកដល់2000មក
ពីប៉ុណ្ណឹង9 មកទៅយកម្ដងដែរគាត់ជាបាន2បត់ បាទ 2បត់ដែរណា ចា ហើយនេះនៅស្រីបានរី បាទបងស្រីបានរីបាទនេះ អារិយស័យមកពីបារាំងតែខ្ញុំមកពីរាំង បារាំងពីរាំងវិញ ខ្ញុំមកពីរាំង ខាងព្រៃវែងយើងហ្នឹងរបៀបអែមហ្នឹង រាំងនេះមកពីបារាំង នេះបងខាអូនខា អូនខា តារានេះកំពុងពេញនិយម ពេញនិយម តែបានដើរតួកូនដើរតួធម្មតា ដើរតួធ្វើធម្មតាទេគាត់តួម៉ែនិយាយដល់ខ្លីថាតួម៉ែ នាងដួងតារារាសីគាត់ក៏សូមបង្ហើរសម្លេងដែលគាត់ទៅចោលអស់រយៈពេលយ៉ាងយូរនៅវិស័យសិល្បៈហ្នឹង បាទ ជាមួយរបត់អីគេស្អី បាទសូមបញ្ញាបំណងលើដួងច័ន្ទលើបងប្អូនទាំងអស់គ្នា តំលេងណាបងប្អូនពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់សូមតាមដានទស្សនា ត្រូវនេះប្រុសប្រុសបាទសូមអធិស្ឋានផងបាទចឹងចេះ មែនទេជំរាបលើឲ្យបងជៀនគោកមួយម៉ាត់ទេលោកគ្រូលោកគ្រូឲ្យបងតារារាសីជៀនគោកមួយម៉ាត់ទេ ជាបានទេ ជៀនបានទេណោះបាទដាក់គោកមួយបាត់មួយបត់ណា ភ្លឺមូលក្រឡង អាយ៉ាសំលេងព្រោះ អូនខំចង់ខំហើចង់ចាំមិនដល់ខ្វល់វិញលេងបេងមិនបានប្រានរែងខ្វល់ផ្ដាំតាមខ្យល់បងផាន់ទៅសែនឆ្ងាយចាំប្រហែល ឡងទៅសំលេងនៅតែព្រោះបានតែញ៉ៃចាស់កាន់តែញ៉ៃមែនញ៉ៃ ចាមកแล้วណែគឺចេញមកកាលតារានេះបងយើងមិនគាត់ចេញពីសាលាចិត្តសិល្បៈដែរ ចាចេញសាលាចិត្តសិល្បៈ អូមែនឥឡូវចេះទៅ តារាដែលគាត់ ខ្ញុំទទួលព័ត៌មានពីបងស្រីមិញថាគាត់ហាត់ចេះហាត់ពួនចេះភាសាណាភាសា ឥឡូវចេញ លើកតិចសិនណា ហួនអត់ចេះទេគ្រាន់តែបង្ហាញកាយវិការបន្តិចហ្នឹងឯងកុំចង់ដឹងអីហ្នឹងអត់ទៅចេះទេ ណាដាក់ពេញជួយសម្ដែង សម្ដែងដែរលោកគ្រូ លឿន បងនិយាយសម្ដែងពីអ្នកបងសម្ដែងពីទៅនិយាយមកលោកចាស់អូនចាស់បងស្អាតទេចាចាម្ចាស់អូនស្អាតរាល់ថ្ងៃហ្មងចាម្ចាស់បងស្អាតដែរអរគុណចាស់អូនអញ្ចឹងយើងធ្វើដំណើរតទៅមុខទៀតនេះយើងកុំនៅយូរឲ្យបងប្អូនថតរុំមកយើងវាយហើយមកយើងបាទសូមអរគុណពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់នេះកម្មវិធីសិល្បៈសប្បាយបាទកម្មវិធីខែគាត់លេងសើចមានន័យថាផ្ដល់ភាពសប្បាយរីករាយជួយដល់លោកតាលោកយាយជាទីគោរពស្រឡាញ់ដល់អស់គ្នាដែរខាងពេលយើងមិនអញ្ចឹងបាទចាបាទតែបីខុសត្រូវយ៉ាងណាកុំប្រកាន់ណាបាទកុំប្រកាន់ឲ្យសោះបាទនេះលេងសើចទេបាទមិនមែនយកមកលេងសើចទេប៉ុន្តែយើងធ្វើដើម្បីឲ្យសប្បាយឲ្យសប្បាយយ៉ាងថាលខោនពេលចិញ្ចឹមខ្ញុំឃើញណាតែខ្ញុំមិនមែនជាអ្នកលខោនទេតែខ្ញុំឃើញគេឲ្យមកលេងអីចឹងដាក់អីអាហ្នឹងទូប្រុសវាយអញ្ចឹងចាបើស្រីចេស្រីវាយហ៊ុនចេចាទៅទៅបានចេបាទស្រីអរគុណច្រើនយើងជួបគ្នានៅសកម្មភាពវីដេអូវគ្គក្រោយណាលោកណាបាទយើងជួបគ្នានៅក្នុងបទចម្រៀងតិចទៀតហ្នឹងអឺមកនេះក៏គាត់ជឿមកក៏វីដេអូក៏មានមកដែរបាទចឹងមកណាចាដាក់សិនជាដាក់សិនសូមគោរពដល់ដួងវិញ្ញាណក្ខន្ធអស់លោកស្រីអ្នកនាងកញ្ញាកវីនិពន្ធតារាចម្រៀងតារាសម្ដែងនិងវីរៈសិល្បករដែលបានបាត់បង់ជីវិតទាំងអស់សូមបានសោយសុខនៅក្នុងស្ថានសួគ៌ក្នុងភ្នោវិមានកៅមាសកំបីឃ្លៀងឃ្លាតឡើយ